ការប្រើប្រាស់ទៅលើដំណាំកម្របជំរាបសួរបងប្អូនកសិករជាទីស្រឡាញ់អញ្ចឹងកាលពីវីដេអូមុនខ្ញុំបាននិយាយតាក់ទងជាមួយនឹងដំណាំកម្របច្រើនហើយថ្ងៃនេះខ្ញុំនឹងនិយាយអំពីការប្រើប្រាស់ដំណាំកម្រកម្ដងរបៀបប្រើប្រាស់ដំណាំកម្របហ្នឹងគឺទីមួយយើងធ្វើការបង្វិលហើយដំណាំក្របដណ្ដប់អាចជាផ្នែកមួយនៃប្រព័ន្ធបង្វិលដំណាំឬក៏ដំណាំបង្វិលធ្វើឲ្យប្រសើរឡើងនូវសុខភាពដីរវាងការប្រមូលផលនៃដំណាំសំខាន់ទី2ហ្នឹងគឺលាមកពណ៌បៃតងហើយដំណាំកម្របខ្លះត្រូវបានដាំដុះជាពិសេសដើម្បីយកទៅភ្ជួរដីវិញជាលាមកពណ៌បៃតងដើម្បីបង្កើនជីជាតិរបស់ដីទី3ហ្នឹងគឺកម្របរដូវរងានៅក្នុងអាកាសធាតុត្រជាក់ដំណាំក្របដណ្ដប់ដូចជានៅរដូវរងាអាចបានដាំនៅរដូវស្លឹកឈើជ្រុះដើម្បីការពារដីនៅក្នុងរដូវរងាការប្រើប្រាស់ដំណាំកម្របជាផ្នែកមួយនៃការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពជួយកាត់បន្ថយការតម្រូវការប្រើប្រាស់ជីសំយោគនិងថ្នាំសម្លាប់សត្វល្អិតលើកម្ពស់ជីវៈចម្រុះនិងរក្សាដីឲ្យមានជីជាតិនិងសុខភាពល្អនិងផលិតភាពផងដែរដូច្នេះខ្ញុំគិតថាអ្នកនរគ្នាបានដឹងរួចហើយអំពីដំណាំកម្របអញ្ចឹងបើសិនជាចង់ដឹងបន្ថែមអំពីរឿងដំណាំកម្របអ្នកនរគ្នាអាចសួរនៅក្នុងកម្មវិធីមេកុងហ្វាមបានដោយមិនគិតថ្លៃទេអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ